បាទសួស្តីលោកគ្រូគ្រូក្នុងវីដេអូនេះយើងបង្ហាញអំពីរបៀបចូលទៅពិនិត្យការងារទិន្នន័យនៅតាមសាលារបស់តកតងនឹងគ្រូកិច្ចព្រមព្រៀងរបស់យើងគ្រូបាទតែព័ត៌មានខ្លះយើងមើលត្រឹមតែ5ខេត្តនឹងសិនទេតែលោកគ្រូអាចនឹងចោះឈ្មោះឲ្យហើយព្រោះអីយើងនឹងបន្តធ្វើខេត្តផ្សេងៗទៀតបាទអញ្ចឹងនៅពេលដែលដើម្បីងាយស្រួលចូលទៅប្រព័ន្ធនេះលោកគ្រូអាចចុចតំណ link ដែលក្រុមការងារតម្លាក់តាម Telegram ក៏បានឬក៏ចូលមកថ្នាលចាស់ក៏បានយើងចុចពាក្យសហថ្នាលនេះនៅផ្នែករៀនបាទយកនេះប្រព័ន្ធស្រង់ព័ត៌មានគ្រូផ្អែកលើកិច្ចព្រមព្រៀងបាទអញ្ចឹងយើងចុចមកបាទអញ្ចឹងវាលោតមកដល់ប្រព័ន្ធរបស់យើងហើយអញ្ចឹងឥឡូវនោះដើម្បីសុវត្ថិភាពយើងត្រូវបង្កើតគណនីសិនទើបអាចចូលប្រើប្រាស់បានបាទអញ្ចឹងនៅខាងក្រោមនេះមានពាក្យថាបង្កើតគណនីបាទឬផ្លេចពាក្យសម្ងាត់អីហ្នឹងបើលោកគ្រូមានហើយយើងអាចនឹងទាញយកតាមរយៈលេខទូរស័ព្ទលោកគ្រូវិញបានបាទឥឡូវខ្ញុំចុចបង្កើតគណនីបាទអញ្ចឹងពេលដែលបង្កើតគណនីវាទាមទារឲ្យយើងបើក Telegram ដើម្បី access អញ្ចឹងគ្រូចុច open with Telegram desktop មកបាទឬម៉ាស៊ីនខ្លះវាលោតទៅ Telegram auto តែម្ដងបាទខ្ញុំចុចមកហើយបាទអញ្ចឹងវានឹងចេញមកដល់ដាក់ថាជំនួយការបឋម bot អញ្ចឹងនៅក្នុងនេះយើងមានម៉នុយនេះលោកគ្រូចុចលើពាក្យម៉នុយនឹងមកបាទអញ្ចឹងយើងមានអាចពិនិត្យមើល account បើសិនលោកគ្រូមាន account លោកគ្រូចុចព័ត៌មានរបស់ខ្ញុំមកតែបើអត់ទាន់មានគណនីទេលោកចុចបង្កើតគណនីខាងលើនេះមកឥឡូវខ្ញុំសាកមើលសិនក៏លោកគ្រូថាបង្កើតហើយទៅអត់ទាន់ដឹងថាមានឬមិនមានអញ្ចឹងខ្ញុំចុច my account មកបាទអញ្ចឹងយើងដាក់ my account គឺថាមិនទាន់ចុះឈ្មោះទេអញ្ចឹងយើងចាប់ផ្ដើមចុច start ដើម្បីឲ្យចុះឈ្មោះបាទខ្ញុំចុច start មកបាទអញ្ចឹងយើងចុះឈ្មោះហើយអញ្ចឹងនៅពេលដែលចេញចុចឈ្មោះយើងមានច្រើនប្រភេទតើតួនាទីលោកគ្រូជាអីគេជា ICT គ្រូបង្រៀននាយករងនាយិកាទៅបើសិនបើមិនមាននៅក្នុងនោះទេលោកគ្រូអាចចុចផ្សេងបានអញ្ចឹងខ្ញុំនឹងសាកល្បងចុចមួយជូនលោកគ្រូមើលតាក់ទងនឹង role ប្រហែលជាមានតែ3ប្រភេទផ្សេងគ្នាដែលមានខុសគ្នាតិចតួចក្នុងការបញ្ចូលទិន្នន័យអញ្ចឹងឧទាហរណ៍ថា ICT យើងចុច ICT មកបាទអញ្ចឹងគឺគេចង់ដឹងថាយើងជា ICT ថ្នាក់តំបន់ថ្នាក់រាជធានីឬថ្នាក់ស្រុកបាទបើលោកគ្រូថ្នាក់តំបន់វាចប់ត្រឹមរើសតំបន់ហើយគឺគណៈនេះបង្កើតតែបើត្រឹមថ្នាក់រាជធានីខេត្តលោកគ្រូរើសតែត្រឹមខេត្តគឺបង្កើតគណៈនេះបានហើយថ្នាក់ស្រុកគឺត្រឹមថ្នាក់ស្រុកទេបាទអញ្ចឹងខ្ញុំឧទាហរណ៍ថ្នាក់តំបន់វាចុចមកវាសួរតំបន់ប្រមាណអញ្ចឹងបើយើងចុចលើតំបន់មួយហ្នឹងគឺវានឹងបង្កើតឲ្យហើយតែខ្ញុំអត់ទាន់ចុចទេដោយសារខ្ញុំអត់មែន ICT តាមតំបន់ទេខ្ញុំចុចត្រឡប់ទៅវិញបាទអញ្ចឹងលោកគ្រូអាចចុចត្រឡប់ទៅវិញបានបើមិនទាន់បានជ្រើសរើសបាទអញ្ចឹងជាគ្រូបង្រៀនបាទជាគ្រូបង្រៀននឹងនាយករងអីអាចនឹងសួរច្រើនរហូតទៅដល់សាលាតែម្ដងបាទដូចនេះយើងជាគ្រូបង្រៀនគឺយើងសួរសិនតើគ្រូអីគេអញ្ចឹងបាទគ្រូក្របខណ្ឌអញ្ចឹងមកបាទអញ្ចឹងគឺសួរដល់ខេត្តបាទចេញពីខេត្តទៅឧទាហរណ៍ខ្ញុំនៅត្បូងឃ្មុំខេត្តត្បូងឃ្មុំបាទតោះមកសួរដល់ស្រុកបាទស្រុកមេមត់អញ្ចឹងទៅបាទហើយឃុំដល់ឃុំបាទដល់ឃុំអញ្ចឹងចុងក្រោយបង្អស់role ដែលត្រូវបង្កើតគឺដល់សាលាបើយើង select ដល់សាលាគឺនឹងចាប់ផ្ដើមទាលេខទូរស័ព្ទហ្មងតែឥឡូវខ្ញុំអត់ទាន់សាកល្បងទេខ្ញុំនឹងបង្ហាញគ្រូអស់សិនបាទខ្ញុំសុំត្រឡប់ទៅវិញបាទត្រឡប់ក្រោយមកបាទអញ្ចឹងតកតងនឹងតួនាទីជាគ្រូបង្រៀននាយករងនាយិកាហ្នឹងគឺសិតតែយើងនឹងរើសទៅដល់សាលាតែម្ដងបាទសម្រាប់មន្ត្រីថ្នាក់បឋមឬក៏លេខាធិការអីនឹងមានមិនសួរច្រើនទេគឺគ្រាន់តែយើងចុចទៅគឺអាចបង្កើតគណនីបានម្ដងចំណែកឯមួយទៀតគឺផ្សេងបាទផ្សេងពេលលោកគ្រូចុចផ្សេងបើសិនបាទមានតួនាទីនៅកន្លែងមិញទេលោកគ្រូអាចចុចផ្សេងហើយចុចតួនាទីដើម្បីបន្ថែមថាលោកគ្រូមានតួនាទីអីហ្នឹងបើអាចបង្កើតបានតែម្ដងបាទដល់ពេលសាកសួរព័ត៌មាននេះលោកគ្រូអាចនឹងចុចសាកសួរព័ត៌មានហើយអាចនឹងឆាតនៅក្នុងបកនឹងក្រោមដើម្បីសួរព័ត៌មានផ្សេងបាទអញ្ចឹងខ្ញុំសូមជម្រាបតែប៉ុណ្ណឹងឥឡូវខ្ញុំដាក់ role ជានាយកតែម្ដងដើម្បីងាយស្រួលលោកគ្រូមើលបាទខ្ញុំដាក់ role ជានាយកអញ្ចឹងជានាយកគឺយើងត្រូវទៅចុចដល់សាលាហើយបាទអញ្ចឹងខ្ញុំចុចសាលាដែលខ្ញុំស្គាល់ច្បាស់ទៅស្រួលរកបាទខ្ញុំចុចខេត្តត្បូងឃ្មុំ
ចុចស្រុកមេមត់បាទហើយចុចឃុំដាបាទអញ្ចឹងឃុំដាមានប្រមាណសាលានេះអញ្ចឹងខ្ញុំនឹងរើសសាលាមួយសាលាបឋមសិក្សាដាតែម្ដងបាទដែលលោកគ្រូរើសសាលាហើយវានឹងទាមទារឲ្យយើងចែកម្លែកទូរស័ព្ទឬក៏យើងចូលលេខទូរស័ព្ទអញ្ចឹងលោកគ្រូអាចចុចពាក្យចែកម្លែកលេខទូរស័ព្ទនេះក៏បានចេញពីទូរស័ព្ទរបស់គ្រូឬក៏លោកគ្រូវាយបញ្ចូលលេខទូរស័ព្ទក៏បានអញ្ចឹងខ្ញុំវាយចូល096 908 876បាទអញ្ចឹងខ្ញុំចុច send ទៅបាទនេះអញ្ចឹងចុងក្រោយគឺដល់ពេលដែលយើងដាក់លេខទូរស័ព្ទហើយវានឹងចេញថាការចុចឈ្មោះបានជោគជ័យអញ្ចឹងយើងចេញឃើញព័ត៌មានមួយចំនួនដែលតាក់ទងនឹងខ្ញុំមិញបាទឈ្មោះរបស់ខ្ញុំទៅបាទខេត្តស្រុកឃុំសាលាដែលខ្ញុំកាន់កាប់តួនាទីជានាយកបាទនេះខ្ញុំគាត់ជាសាកល្បងទេក្រុមការងារនឹង clear ទិន្នន័យចេញលោកគ្រូអាចបញ្ចូលបានតែកន្លែងខាងលើមិញខ្ញុំសូមបញ្ជាក់តិចតែលោកគ្រូកុំចុចត្រឡប់ក្រោយទៅមកបើខារើសយកតែម្ដងបាច់សាកទេលោកគ្រូខ្ញុំសាកនេះគឺដើម្បីបង្ហាញជូនលោកគ្រូទេតែបើលោកគ្រូគឺមានតួនាទីមានមុខងារស្រាប់ហើយគឺចុចយកតែម្ដងបាទព្រោះត្រឡប់ទៅត្រឡប់មកអាចនឹងមានបញ្ហាពេលយើងបញ្ចូលលេខទូរស័ព្ទអីចឹងលោកគ្រូបាទអញ្ចឹងគឺចប់ប៉ុណ្ណឹងហើយលោកគ្រូមានព័ត៌មាននេះខាងក្រោមគេឃើញពីខ្ទង់មានដាក់ថាឈ្មោះអ្នកប្រើប្រាស់ហើយលេខសម្ងាត់អញ្ចឹងព័ត៌មានសំខាន់របស់យើងគឺមានលេខទូរស័ព្ទឈ្មោះអ្នកប្រើប្រាស់ហើយលេខកូដសម្ងាត់អញ្ចឹងខ្ញុំនឹងត្រឡប់ទៅប្រព័ន្ធយើងវិញបាទយើងខ្វែងចូល browser យើងខ្វែងTelegram នឹងចោលមកនេះមកដល់កន្លែងនេះវិញអញ្ចឹងខ្ញុំទុកមកចំហៀងទៅបាទខ្ញុំទុកមកចំហៀងជូនលោកគ្រូមើលបាទនេះអញ្ចឹងដើម្បីចូលប្រព័ន្ធនេះយើងត្រូវការលេខទូរស័ព្ទឬឈ្មោះគណនីអញ្ចឹងកន្លែងនេះលោកគ្រូដាក់ឈ្មោះអ្នកប្រើប្រាស់ក៏បានដាក់លេខទូរស័ព្ទក៏បានដែរខាងលើហ្នឹងលោកគ្រូបាទយើងចូលបានដូចគ្នាអញ្ចឹងខ្ញុំ copy ឈ្មោះអ្នកប្រើប្រាស់មកបាទហើយលេខកូដសម្ងាត់បាទខ្ញុំ copy មកដែរមកបាទអញ្ចឹងខ្ញុំចុចចូលគណនីបាទអញ្ចឹងគឺចូលបានសម្រាប់ហើយបាទអញ្ចឹងលោកគ្រូខាងលើមិញដាក់លេខទូរស័ព្ទក៏បានដែរបាទអញ្ចឹងពេលដែលចូលហើយលោកគ្រូត្រូវមើលព័ត៌មានមួយចំនួនពួកអីវាជាកំណត់សម្គាល់សំខាន់ដែលអាចនឹងបើអត់បានមើលទេទៅដល់នៅមុខអាចនឹងឆ្ងល់អញ្ចឹងបាទព័ត៌មានត្រូវស្រង់ជាក់ស្ដែងអញ្ចឹងគ្រូអាននៅចប់ហើយចុចចូលព្រមមកបាទអញ្ចឹងសម្រាប់សាលាទាំង5លោកគ្រូត្រូវទៅពិនិត្យនិងធ្វើការកែតម្រូវតាក់ទងនឹងព័ត៌មានគ្រូកិច្ចព្រមព្រៀងដែលបានចូលទៅកាន់ថ្នាក់របស់គាត់ព្រោះតាំងមុនយើងទៅតែស្នើទេឥឡូវនេះយើងចង់ដឹងព័ត៌មានដែលគាត់ទៅកាន់ថ្នាក់បានហើយនៅអញ្ចឹងចែកត្រឹមត្រូវហើយលោកគ្រូចុចមើលទិន្នន័យដើម្បីទៅកែប្រែមើលបាទអញ្ចឹងលោកចូលមកមើលទិន្នន័យបាទឃើញអញ្ចឹងជាប់មានមើលពីលើមកបាទមានថ្នាក់ម៉ានហ្នឹងទៅហើយខាងក្រោមមានបុគ្គលិករៀនបណ្ណារៈម៉ានអ្នកអីគឺមើលតាមហ្នឹងបាទពេលមកដល់ខាងក្រោមនេះឃុំដាបាទយើង select ឲ្យស្រាប់ហើយដោយសារពេលដែលយើងចូល Telegram មិញគឺយើង select រួចរាល់ហើយនេះគឺសាលាបឋមសិក្សាដាបាទអញ្ចឹងនៅក្នុងខេត្តវងឃ្មុំមកឃើញមានស្រុកមុតឃុំដាសាលាបឋមសិក្សាដាបានបញ្ជូនឲ្យមើលលម្អិតទូចុចមើលលម្អិតក៏បានចុចអសញ្ញាព្រួយខាងមុខនេះក៏បានដែរវានឹងលោតខាងក្រោមមកច្រើនព័ត៌មានសាលាទាំងមូលអញ្ចឹងគ្រូចាប់ផ្ដើមមើលគ្រូនេះដោយសារសាលានេះអត់មានគ្រូកិច្ចព្រមព្រៀងទេគឺមិនមានបានស្នើសុំទេតែដោយសារខ្ញុំចុចមានម្នាក់គ្រូបាទយ៉ាងស្នើសុំម្នាក់នេះបាទអញ្ចឹងគឺនេះថ្នាក់ទី5ងបាទវេនព្រឹកសារីចន្ទធីតាជាប់ជាគ្រូកិច្ចព្រមព្រៀងអញ្ចឹងលោកគ្រូអាចបំពេញទិន្នន័យបន្ថែមទៅលោកគ្រូបានគ្រូកិច្ចព្រមព្រៀងហ្នឹងចូលទៅកាន់ទីតាំងកាន់តំណែងទួនាទីគាត់ជាគ្រូបង្រៀនថ្នាក់ទី5កហើយសិស្សគាត់មានប៉ុន្មានអ្នកលោកគ្រូអាប់ដេតតាមហ្នឹងមកហើយវេនបើត្រូវមានការផ្លាស់ប្ដូរអាប់ដេតតាមហ្នឹងមកហើយមិនបាច់ចុច save ទេពេលលោកគ្រូចុច edit ហើយវាយចំនួនប៉ុន្មានអ្នក42អ្នកឬក៏45អ្នកអីចឹងគឺវា save auto ហើយបាទអញ្ចឹងខ្ញុំអាចចាក់ដាក់42ដូចគ្នាទៅបាទហើយចុចវេនមកបាទអញ្ចឹងវាលោតនេះបានរក្សាទុកជោគជ័យបាទជោគជ័យហើយបាទអញ្ចឹងគឺលោកគ្រូមើលមកបាទថ្ងៃណាឲ្យកែប្រែព័ត៌មានត្រូវជំនួសគ្រូអីទៅគឺមើលតាមហ្នឹងតើបើមានកែអីលោកគ្រូអាចកែតាមហ្នឹងបានវានឹង save auto បាទអញ្ចឹងតែប៉ុណ្ណឹងលោកគ្រូអាចចាក់ចេញវិញក៏បានដែរឬក៏បិទចោលតែមកក៏បានដែរពេលដែលកែហើយវា save auto ហើយមិនបាច់បញ្ហាទៀតអត់មានបញ្ហាទៀតទេបាទអញ្ចឹងខ្ញុំអាចចាក់ចេញមកបាទអញ្ចឹងរួចរាល់បាទអរគុណលោកគ្រូបាទ Telegram មិញហ្នឹងលោកគ្រូបាទអញ្ចឹងថ្ងៃណាមួយលោកគ្រូអាចនឹងផ្លិចលោកគ្រូអាចចូលកន្លែង Telegram ហ្នឹងលោតមកវិញបានឧទាហរណ៍ថាខ្ញុំបិទ Telegram ចិត្តចេះបាទហ
ហើយលោកគ្រូចូលមកថ្នាក់បឋមចូលមកប្រព័ន្ធកិច្ចព្រមព្រៀងហើយយើងចុចពាក្យថាបង្កើតគណនីយើងដដែលមកបាទវាលោតមក Telegram ដដែលហើយបាទអញ្ចឹងលោកគ្រូមកដល់លោកគ្រូអាចចុច menu ហើយឬក៏មិនបាច់ចុចទេចុចព័ត៌មានខ្ញុំនេះមកបាទវានឹងលោតមកហើយអញ្ចឹងគណនីដែលលោកគ្រូបង្កើតហើយនៅក្នុង Telegram នេះគណនីនេះមិនមែនប្រើតែនៅលើប្រព័ន្ធកិច្ចព្រមព្រៀងទេគណនីមួយនឹងអាចនឹងប្រើនៅប្រព័ន្ធផ្សេងទាំងអស់ដែលនៅក្នុងសហថ្នាលរបស់ថ្នាលបឋម PLP យើងហ្នឹងគឺអាចប្រើប្រាស់ log in យ៉ាងដូចគ្នាគឺប្រើឈ្មោះដាក់ប្រើប្រាស់ឬលេខទូរស័ព្ទហ្នឹងជាមួយនឹងលេខកូដសម្ងាត់ហ្នឹងតែម្ដងអញ្ចឹងបើលោកគ្រូផ្លិចចុចមកដូចខ្ញុំវិញមកលោតមក Telegram ចុចព័ត៌មានខ្ញុំវានឹងបង្ហាញជូនលោកគ្រូវិញហើយបាទអញ្ចឹងមានតែប៉ុណ្្នឹងទេលោកគ្រូអរគុណមានបញ្ហាអីអាចនឹងឆាតសួរនៅក្នុងហ្នឹងក៏បានដែរលោកគ្រូចុច menu ហើយលោកគ្រូអាចចុចសួរព័ត៌មានផ្សេងនៅក្នុង Telegram bot នឹងបានក្រុមការងារនឹងឆ្លើយឬក៏សំណួរខ្លះម៉ាស៊ីននឹងជួយឆ្លើយលោកគ្រូបាទអរគុណគ្រូ